តអំពីការបង្ហាញជាមួយនឹងប្រភេទនៃ layer អញ្ចឹងនៅក្នុងវីដេអូនេះយើងនៅតែបន្តជាមួយនឹងការបង្ហាញអំពីប្រភេទ layer ដដែលនៅក្នុងកម្មវិធី Adobe Photoshop អញ្ចឹងយើងមកដល់ចំណុចទី6អញ្ចឹងយើងនឹងបង្ហាញអំពី layer mask វិញម្ដងដើម្បីយើង create layer mask បានយើងចូលទៅខ្ញុំសូមបិទជាមួយនឹង layer នេះចោលសិនបន្តមកទៀតខ្ញុំចូល file ហើយខ្ញុំដើររកពាក្យមួយគឺ place image ដើម្បីយើងបញ្ចូលរូបភាពមួយផ្សេងទៀតខ្ញុំសូមយករូបភាពមួយនេះ background ខ្ញុំយក select ទៅវានឹងចេញមកបែបនេះវារៀងធំអញ្ចឹងខ្ញុំអត់ខ្វល់ថាវាធំទូចទេកន្លែងនេះយើងអាច enter មួយដើម្បីផ្ដាច់ឲ្យវាជាប់ enter ឬក៏យើងអាច text នៅក្នុងកម្មវិធី Adobe Photoshop យើងណាដល់ទៀតខ្ញុំដើរស្វែងរកពាក្យ select នៅលើ menu bar របស់យើងនេះគឺយើងយកពាក្យ select បន្តមកទៀតយើងយកពាក្យ subject បន្តទៀតវានឹងចាប់យក object មួយដែលជា object រូបមនុស្សនៅមុខនេះវានឹងចាប់យកអញ្ចឹងយើងអាចយកពាក្យមួយគឺយើងចូលទៅ layer មកយើងបើក layer មកយើងនឹងឃើញដូចរូបកាមេរ៉ានេះយើងឈរមកពេលដែលយើងឈរលើរូបកាមេរ៉ាហ្នឹងហើយវានឹងបង្ហាញថា add layer mask អញ្ចឹងនេះគឺជា page layer mask អញ្ចឹងខ្ញុំសូម click មកឆ្វេងមួយមកបន្តទៀតវានឹង add ឲ្យយើងហើយឈ្មោះនេះគឺជាឈ្មោះរូបភាពរបស់ខ្ញុំទេគឺវាដាក់ background អញ្ចឹងវាមិនមែនជា layer background ទេដល់ពេលនេះវាគឺជា layer mask វិញម្ដងតន់កន្លែងនេះនេះវាជា layer mask អញ្ចឹងយើងគ្រាន់តែ insert រូបភាពចូលមករូបភាពនៅការ design របស់យើងមកបន្តមកទៀតយើងចូលមកកន្លែង select ហើយយើងយកពាក្យ object វាចាប់យក object មួយបន្ទាប់ពីចាប់យក object រួចយើងយកពាក្យរូបដូចកាមេរ៉ានេះយើង select មកឆ្វេងមួយយើង add មកគឺយើងបាន layer mask ហើយអញ្ចឹង layer mask មានតែប៉ុណ្្នឹងសម្រាប់ការបង្ហាញនៅក្នុងកម្មវិធី Adobe Photoshop អរគុណហើយជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយទៀត